បងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ដាំបូកាហ្វេហើយនៅខេត្តតាកែវបងប្អូនទាំងអស់គ្នាចាំមើលថាដាំបូកាហ្វេនៅទីនេះគឺស្រស់ស្អាតប៉ុណ្ណាបាទនៅខាងក្រោយនេះគឺគាត់មានដេគ័រទេសភាពយ៉ាងស្រស់ស្អាតមែនទែនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកញ៉ាំដាំបូកាហ្វេនៅទីនេះអាចមានកាហ្វេមានดื่មផ្សេងបានណាមកញ៉ាំកាហ្វេនៅទីនេះទាំងអស់គ្នាហើយដេគ័រគាត់ខាងមុខគឺមានដូចបងប្អូនទាំងអស់គ្នាឃើញហ្នឹងគឺមាននេះដាំបូកាហ្វេបាទនៅខេត្តតាកែវនេះឯងបងប្អូនទាំងអស់គ្នាជិះពីផ្លូវជាតិលេខ2មកបាទបងប្អូននឹងឃើញផ្លាកសញ្ញាដាំបូកាហ្វេនៅខាងស្ដាំដៃហើយមានផ្លាកសញ្ញាហនុមានណានៅខាងស្ដាំដៃហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលលេងខាងនៅដាំបូកាហ្វេបានតែទេសភាពកន្លែងគាត់គឺស្អាតមែនទែនបងប្អូនតោះយើងចូលមកក្នុងទាំងអស់គ្នាមកកំងកាហ្វេញ៉ាំនៅខាងក្នុងបាទនេះបងប្អូននេះបាទបងប្អូនទាំងអស់គ្នាគឺដាំបូកាហ្វេនៅខេត្តតាកែវនៅស្រុកអីគេអូនស្រុកកណ្ដឹងស្រុកកណ្ដឹងស្រុកអីស្រុកកណ្ដឹងខេត្តតាកែវបាទបងប្អូននៅស្រុកកណ្ដឹងខេត្តតាកែវខ្ញុំទើបតែលឺថានៅខេត្តតាកែវមានស្រុកកណ្ដឹងមិនស្រុកសំរោងស្រុកបាទីអីត្រូវទេនៅខាងនេះស្រុកខាងស្រុកកលេបាទីអូច្រឡំដល់ពេលខាងនេះស្រុកនៅដូចគ្នាទៅគាត់ថាឃុំកណ្ដឹងខាងនោះឃុំខាងនោះនេះឃុំកណ្ដឹងស្រុកបាទីអូច្រឡំបាទបងប្អូនខ្ញុំឆ្ងល់មិញថានៅតាកែវមានស្រុកកណ្ដឹងតាមពិតគឺនៅឃុំកណ្ដឹងស្រុកបាទីបងប្អូនជិះពីផ្លូវជាតិលេខ2មកហួសប្រហែលជាប្រហែល20-30គីឡូដល់ហើយណាហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយទេសភាពខាងក្រោយគឺស្រស់ស្អាតមែនទែនអញ្ចឹងនេះគឺជាម៉ឺនុយបងប្អូនអាចមើលបានបាទតម្លៃមានចាប់ពី6000មានចាប់ពី8000បាទគឺតម្លៃគឺសមរម្យមែនទែនបងប្អូនមកលេងញ៉ាំកាហ្វេមួយកែវអាចចូលថតរូបទេសភាពខាងក្នុងបានមានវីដេអូថតអីបានអញ្ចឹងណាបងប្អូនអញ្ចឹងចាំតែមើលទេសភាពខាងក្នុងទាំងអស់គ្នាជាមួយខ្ញុំនេះបងប្អូនទិញដរិងតាមមួយកែវហើយបងប្អូនអាចចូលខាងក្នុងដើរមើលទេសភាពជុំវិញនឹងបានណាហើយអាចថតរូបបានសប្បាយមែនទែនបងប្អូនហើយមានកន្លែងថតរូបថតអីច្រើនណាបងប្អូនដែលមកជាលក្ខណៈគ្រួសារអីគឺគាត់អាចមកអង្គុយរីឡេកលេងបានទិញកាហ្វេមួយកែវដរិងមួយកែវបងប្អូនអាចមកអង្គុយជួបជុំគ្រួសារមិត្តភ័ក្តិបងប្អូនគូសង្សារស្វាមីភរិយាបានអស់អង្គុយជុំក៏បានបាទអង្គុយកៅអីនេះក៏បានអង្គុយកៅអីនេះក៏បានមានច្រើនណាហើយអាចថតរូបថតអីលេងខាងក្នុងបានហើយយកទៅមើលទេសភាពខាងក្នុងទៀតគាត់ធ្វើស្អាតណាបងប្អូនដីធំបាទអ្នកតកៅគឺគាត់សបោបាទសបោគំនិតស្ដាយប្រឌិតគាត់មាន business ណាគាត់ចូលចិត្តធ្វើអ្វីដែលស្អាតឲ្យបងប្អូនយើងមកលេងកំសាន្តបានអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាស្នាដៃបងប្អូនអ្នកដែលនៅខេត្តតាកែវនៅស្រុកបាទីនេះផ្ទាល់តែម្ដងគេហៅថានៅឃុំកណ្ដឹងតែអូនស្រីមិញថានៅស្រុកកណ្ដឹងខ្ញុំវាក់ដែរបងប្អូនព្រោះខេត្តតាកែវអត់មានស្រុកកណ្ដឹងទេមានតែស្រុកបាទីស្រុកសំរោងស្រុកអីអញ្ចឹងទៅដល់ពេលលើស្រុកកណ្ដឹងចង់បាសជើងហ្នឹងហើយតាមពិតឃុំកណ្ដឹងស្រុកបាទីនៅខេត្តតាកែវតែម្ដងអូខេបងប្អូនជួបគ្នានៅវីដេអូទី2ថតពីទេសភាពដាំបូកាហ្វេទាំងមូលតែម្ដងរងចាំទស្សនាទាំងអស់គ្នាណាបាយបាយ